បាទជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអ៊ំពូមីងលោកតាលោកយាយខ្ញុំបាទលៀងហួចថ្ងៃនេះសូមមកចែករំលែកតាក់ទងទៅនឹងវិធីការពារនៃជំងឺទឹកនោមផ្អែមអញ្ចឹងចង់ដឹងថាវិធីការពារនៃជំងឺទឹកនោមផ្អែមតើយើងគួរការពារដោយវិធីណាខ្លះសូមមកដឹងពីវិធីការពារទាំងអស់ថ្ងៃនេះខ្ញុំសូមមកចែករំលែកចំនួន5ចំណុចដែលតាក់ទងទៅនឹងវិធីការពារជំងឺទឹកនោមផ្អែមអញ្ចឹងជំងឺទឹកនោមផ្អែមទី1ពុកម៉ែបងប្អូនត្រូវតែបរិភោគចំណីអាហារណាដែលមិនប៉ះពាល់ទៅលើជាតិស្ករកុំពិសាប្រៃពេកកុំពិសាជូរពេកកុំពិសាផ្អែមពេកអញ្ចឹងពុកម៉ែបងប្អូនពិសាចំណីអាហារណាដែលជួយទៅលើបញ្ហាទឹកនោមផ្អែមជួយកាត់បន្ថយកុំឲ្យជំងឺទឹកនោមផ្អែមមានការលើសទៀតបន្លែបៃតងពុកម៉ែបងប្អូនអាចពិសាបានទី2ពុកម៉ែបងប្អូនធ្វើលំហាត់ប្រាណទៀងទាត់ដូចជាការធ្វើចលនាហាត់ប្រាណហាត់យូហ្គាឬក៏ពុកម៉ែបងប្អូនធ្វើលំហាត់ប្រាណលេងកីឡាអីផ្សេងៗដែលធ្វើឲ្យពុកម៉ែបងប្អូនជួយទៅលើបញ្ហាទឹកនោមផ្អែមទី3ពុកម៉ែបងប្អូនឧស្សាហ៍ពិនិត្យទៅមើលលើនៃរាងកាយពុកម៉ែបងប្អូនតើទម្ងន់ពុកម៉ែបងប្អូនមានការលើសគីឡូខ្លាំងឬអត់អញ្ចឹងបើពុកម៉ែបងប្អូនមានការលើសគីឡូខ្លាំងក៏ប្រឈមនឹងបញ្ហាការលើសជាតិស្ករធ្វើឲ្យពុកម៉ែបងប្អូនកើតជាជំងឺទឹកនោមផ្អែមបានដែរទី4ពុកម៉ែបងប្អូនត្រូវជៀសវាងការពិសាបារីការពិសាស្រាឬក៏ការពិសាភេសជ្ជៈផ្សេងៗដែលធ្វើឲ្យជាតិស្ករនៅក្នុងសរសៃឈាមរបស់ពុកម៉ែបងប្អូនចាប់ផ្ដើមមានការលើសខ្លាំងទី5ពុកម៉ែបងប្អូនឧស្សាហ៍ទៅពិនិត្យសុខភាពដើម្បីវាស់កំហាប់ជាតិស្ករនៅក្នុងប្រព័ន្ធសរសៃឈាមរបស់ពុកម៉ែបងប្អូនត្រួតពិនិត្យជាប្រចាំដើម្បីដឹងថាបញ្ហាជំងឺទឹកនោមផ្អែមរបស់ពុកម៉ែជំងឺទឹកនោមផ្អែមរបស់ពុកម៉ែបងប្អូនឬក៏ជាតិស្កររបស់ពុកម៉ែបងប្អូនលើសយ៉ាងណាសូមពុកម៉ែបងប្អូនត្រូវការត្រួតពិនិត្យជាប្រចាំអញ្ចឹងបើបងប្អូនអ៊ំពូមីងលោកតាលោកយាយដែលគាត់ពុំទាន់ដឹងឬក៏គាត់មានបញ្ហានេះសូមពុកម៉ែបងប្អូនអនុវត្តគោលការណ៍ទាំង5នេះឲ្យបានជាប់ជួនសង្ឃឹមថាពុកម៉ែបងប្អូនធូរស្រាលទៅលើបញ្ហាជាតិស្ករធ្វើឲ្យជាតិស្ករនៅក្នុងសរសៃឈាមរបស់បងប្អូនមានការចុះមកកម្រិតណាមួយដែលពុកម៉ែបងប្អូនគួរតែត្រូវតែធ្វើតាមគោលការណ៍5ចំណុចនេះអញ្ចឹងខ្ញុំបាទលៀងហួចចែករំលែកប៉ុណ្ណេះអញ្ចឹងបងប្អូនដែលមានបញ្ហាទឹកនោមផ្អែមឬក៏មានបញ្ហាលើសជាតិស្ករដែលពុំទាន់ដឹងពីវិធីការពារទេពុកម៉ែបងប្អូនអាចខលទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំបាទ3ខ្សែនៅលើអេក្រង់នេះស្រាប់ឬក៏ឆាតចូល page របស់ខ្ញុំផ្ទាល់ឬក៏ពុកម៉ែបងប្អូនទំនាក់ទំនងខ្ញុំនឹងមានវិធីដោះស្រាយជូនបងប្អូនអរគុណជំរាបលា